បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលតែងតែស្នេហាវិស័យកសិកម្មនិងការដាំដុះថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកមើលបាទទស្សនានេះដើមត្រជាក់ចិត្តប្រភេទនេះគឺពូជទឿបងប្អូននេះកម្ពស់វាកម្ពស់បំផុតនឹងប្រហែលជា30-35នេះខ្ពស់បំផុតបងប្អូនទៅ40អស់ខ្ពស់40បងប្អូនកម្ពស់វាតែបើយើងដាំនៅកម្ដៅថ្ងៃដូចថាតាមកម្ដៅថ្ងៃទៀបវារៀងទៀបតែបើថាយើងដាំនៅក្នុងម្លប់ទៅវារៀងវែងរៀងខ្ពស់វារៀងដកកដើមត្រជាក់ចិត្តប្រភេទនេះគឺប្រទេសខ្មែរយើងដូចអត់តាន់ទូលំទូលាយទេតាមកសិដ្ឋានធំដូចជាមិនតាន់ឃើញមានលក់ទេបងប្អូនឬក៏អាចជាខេត្តផ្សេងមានតែកន្លែងខ្ញុំដូចចិត្តមានទេបងប្អូនខ្ញុំដើរមើលតាមមើលដូចអត់តាន់ឃើញមានខាងបទីមានជ័យតែបើថាខាងប៉ៃលិននេះអាចจะមានបងប្អូនបើខាងស្រុកអង្គរបូរីខាងខ្ញុំនេះបទីមានជ័យដូចអត់តាន់ឃើញមានទេប្រភេទនេះគឺកាលប្រហែលជា3ឆ្នាំមុនបងប្អូនខ្ញុំទិញគេតាមប៉ុណ្ណេះដែលគេបដោះលក់ទិញតាមអនឡាញតាមក្រុមកាលហ្នឹងវានៅតម្លៃវាថ្លៃប៉ុណ្ណេះខ្ញុំទិញ300ជាងបងប្អូនទាំងថ្លៃដឹកជញ្ជូនអីចូល400អាហ្នឹងតែនៅពេលនេះខ្ញុំបានបំបែកវាបានច្រើនអត្ថប្រយោជន៍របស់វាគឺបន្សុទ្ធអាកាសធាតុបងប្អូនវាជារុក្ខជាតិមួយយ៉ាងដែលមានអត្ថប្រយោជន៍បន្សុទ្ធអាកាសធាតុហើយវាអាចប្រដាប់បានយើងអាចដាក់តាមតុធ្វើការដូចជា office ចឹងបងប្អូនឬក៏តាមហាងកាហ្វេចឹងវាតូចល្មមស្អាតតែយើងត្រូវតែងវាអានេះវាមិនតាន់ជាផើងនេះវាអត់ត្រូវនឹងរុក្ខជាតិប្រភេទនេះទេយើងត្រូវប្រើផើងសេរ៉ាមិកឬក៏ដីដុតយើងហ្នឹងអានោះมันស្អាតអានេះអាយុកាលវាប្រហែលជា2ឆ្នាំជាងបងប្អូនអាយុកាលវាត្រង់វាធំប៉ុណ្ណឹងខ្ញុំប្រកាត់ហ្នឹងគឺខ្ញុំកាត់ស្លឹកទេមួយស្លឹកចឹងខ្ញុំដាក់មួយស្លឹកចឹងមួយធោចឹងខ្ញុំប្រកាត់វាដោតទៅដល់ពេលវាឡើងបើវារស់ហើយយើងជាប្របែកមុនយើងដាក់ដោតវាបងប្អូននេះតែខ្ញុំនាំមកទៅមើលដាក់ចេះបងប្អូនអានេះបើយើងដាក់ចេះក៏បានដែរយើងយកដើមណាទូចមុនដំបូងវាចេញទូចសិនបងប្អូនដើមណាដូចថាវាតូចចឹងយើងដាក់ដីហើយដីរបៀបដីយើងកុំយកដីឥដ្ឋណាយកជីកប៉ុសក៏បានឬក៏មានភីតម៉ត់បងប្អូនណាខ្លះស្គាល់ភីតម៉ត់ជារុក្ខជាតិមួយយ៉ាងនាំចូលពីក្រៅប្រទេសខ្ញុំប្រើអស់ទៅខ្ញុំអត់មានថងឲ្យមើលឬក៏ស្រកីដូងយើងក៏បានដែរជាពិសេសជីកប៉ុសល្អបងប្អូនជីកប៉ុសដែលបរិបូរហើយដែលយើងយកវាទៅធ្វើកោជីហើយអានឹងយើងមកប្រើបានអស់កម្ដៅយើងដាក់ទៅយើងដោតកាប់មិនដោតមួយសន្លឹកក៏ដោះដែរនេះប៉ុន្តែបើតាមពិតគេប៉ុន្តែបាន6ដើមបងប្អូនតែខ្ញុំដាក់ទាំងមេឃចឹងបណ្ដោយពេលចេញមកកូនមកវាធំតែបើថាយើងដាក់កាត់ជាសន្លឹកកូនវាមកមុនទូចសិន2សន្លឹកសិនតែបើថាយើងដាក់ចេះ5-6សន្លឹកចេះកូនវាចេញមក5-6សន្លឹកដូចគ្នាវាអាចចូលពេលមានខ្លះអាចចូលទៅ8-9សន្លឹកតែបើថាវាចេញ2សន្លឹកក៏ស្លឹកធំដែរអញ្ចឹងវាមានហើយអត្រានៃការសម្រេចវាអត្រានៃការរស់វាភាគរយរស់ខ្ពស់តែថាយើងដាក់មួយសន្លឹកអាហ្នឹងយើងអត់ជំនាញយើងអត់មានថ្នាំស្លាប់មេរោគវាអាចរលួយស្អុយបានតែមិនអីទេវាឲ្យតែដីយើងថាស្អាតឲ្យតែថាអស់កម្ដៅអុយហ៎យើងយកមកដាក់បានទៅរស់ដល់
ក៏បងប្អូនគិតថាคลิปវីដេអូនេះមានប្រយោជន៍សូមជួយចុចសញ្ញាជាវមួយមកឬក៏ subscribe ឬក៏ភាសាថៃតិดตามខ្ញុំនឹងធ្វើคลิปវីដេអូនេះជាច្រើនទៀតគម្រោងដែលខ្ញុំធ្វើគឺដល់រាប់ពាន់រាប់ម៉ឺនវីដេអូដែលទាក់ទងនឹងប្រទាននិងការដាំដុះកសិកម្មទូទៅ